ពេលយប់ស្ងាត់សំឡេងកាយដីចេញពីក្រោមឥដ្ឋការ៉ូក្នុងបន្ទប់គេងបានធ្វើឲ្យម្ចាស់ផ្ទះព្រឺរោមបះសក់ក្លិនដូចខ្មោចងាប់ភាយពេញផ្ទះថ្មីដល់ស្កឹមស្កៃទើបតែសាងសង់រួចតើវាជាផ្ទះសម្រាប់មនុស្សរស់នៅឬក៏ជាមឈូសសាកសមដីដែលមានតម្លៃថោកខុសធម្មតាអាចនឹងមានបង្កប់អាកំបាំងអ្វីម្យ៉ាងហើយចង់ដឹងថាតើរឿងរ៉ាវនេះមានខ្លឹមសារយ៉ាងណានោះសូមតាមដានស្ដាប់ជាមួយខ្ញុំដូចតទៅមានប្តីប្រពន្ធពីរនាក់លោកអរុននិងភរិយាបានសម្រេចចិត្តទិញដីមួយកន្លែងនៅតំបន់ដាច់ស្រយាលដែលមានតម្លៃធូរថ្លៃខុសធម្មតាទោះបីមានអ្នកភូមិនៅក្បែរនោះធ្លាប់មានពាក្យចចាមអារាមថាដីនោះគឺជាកន្លែងសក្ការៈបុរាណក៏ដោយក៏លោកអរុនមិនខ្វល់ដែរព្រោះគាត់ត្រូវការសាងសង់ផ្ទះធំស្អាតដាច់ពីគេនៅថ្ងៃដំបូងដែលគ្រឿងចាក់ចូលមកឈូសឆាយដីស្រាប់តែមានរឿងចម្លែកកើតឡើងគឺគ្រឿងចាក់ទាំងអស់ស្រាប់តែខូចដំណាលគ្នាដោយគ្មានមូលហេតុហើយមេជាងម្នាក់ក៏បានប្រទះឃើញបំណែកឆ្នាំងដីបុរាណដែលបានកប់ក្រោមដីយ៉ាងជ្រៅនៅពេលដែលកម្មករជីកគ្រឹះផ្ទះពួកគេបានប្រទះឃើញដុំថ្មដ៏ធំដែលមានឆ្លាក់អក្សរចម្លែកមើលទៅដូចជាសិលាចារឹកយាមភ្នោលោកអរុនបានបញ្ជាឲ្យកម្មករលើកដុំថ្មនោះចេញហើយយកទៅបោះចោលក្នុងព្រៃក្បែរនោះយប់នោះឯងមេជាងម្នាក់បានយល់សពឃើញបុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់បុរាណខ្លួនប្រាណខ្មៅរលើបមកឈរច្របាច់កគាត់ហើយប្រាប់គាត់ថាបើហ៊ានតែសង់ផ្ទះលើក្បាលអញពួកឯងនឹងមិនរស់ឡើយបន្ទាប់ពីសង់ផ្ទះបានប្រហែលជាពាក់កណ្ដាលរឿងរ៉ាវចម្លែកក៏កើតឡើងជាច្រើនកម្មករម្នាក់បានធ្លាក់ពីលើជណ្ដើរដោយសែនងឿងឆ្ងល់ព្រោះគាត់ធ្វើការនៅកន្លែងត្រង់ចំណុចនោះតែម្នាក់ឯងទេតែគាត់មានអារម្មណ៍ថាហាក់ដូចជាមានដៃអ្វីម្យ៉ាងមកទាញជើងរបស់គាត់លុះដល់ពេលយប់ស្ងាត់គេតែងតែឮសូរសម្រែកធ្ងោចេញពីក្នុងដីដូចជាមានមនុស្សកំពុងជាប់ឃុំឃាំងនៅខាងក្រោមលោកអរុននៅតែជឿលើវិទ្យាសាស្ត្រនិងគិតថាវាគ្រាន់តែជាការភ័យខ្លាចរបស់កម្មករប៉ុណ្ណោះមិនយូរប៉ុន្មានផ្ទះធំដ៏ស្កឹមស្កៃក៏ត្រូវបានសង់រួចរាល់គ្រួសារលោកអរុនបានរៀបចំពិធីឡើងផ្ទះប៉ុន្តែក្នុងពិធីនោះស្រាប់តែមានក្លិនស្អុយរលួយដូចជាខ្មោចងាប់ជះក្លិនពេញផ្ទះតែម្ដងភ្ញៀវដែលបានមកចូលរួមម្នាក់ចាប់ផ្ដើមមានអារម្មណ៍ព្រឺឆ្អឹងខ្នងហើយម្ហូបអាហារដែលរៀបចំនៅលើតុស្រាប់តែស្អុយរលួយផ្អូមភ្លាមនៅយប់ដំបូងនៃការគេងក្នុងផ្ទះថ្មីកូនស្រីតូចរបស់លោកអរុនបាននិយាយម្នាក់ឯងថាម៉ាក់លោកតាខ្មៅកំពុងអង្គុយលើពីដានមើលយើងលោកអរុននិងភរិយាក៏ខំរកមើលតែមិនឃើញមានអ្វីសោះឡើយរាល់យប់ម៉ោង12អាធ្រាត្រលោកអរុននិងភរិយាតែងតែឮសូរសម្រឹបកាយដីចេញពីក្រោមឥដ្ឋការ៉ូក្នុងបន្ទប់គេងរបស់គាត់នៅពេលគេងលក់ពួកគេតែងតែមានអារម្មណ៍ថាហាក់ដូចជាមានមនុស្សមកដេកចំចន្លោះកណ្ដាលហើយខ្យល់ដង្ហើមជះលើផ្ទៃមុខរបស់ពួកគេត្រជាក់ដូចជាទឹកកកលោកអរុនចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលប៉ុន្តែគាត់មិនចង់ជឿថាវាជាខ្មោចឬក៏ជាវិញ្ញាណអ្វីនោះទេលុះមិនយូរប៉ុន្មានភរិយារបស់លោកអរុន
ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុស្បែករបស់គាត់ប្រែជាខ្មៅស្រអាប់និងមានស្នាមជាំពេញខ្លួនដូចជាមានគេមកមួលក្តិចគាត់អញ្ចឹងថ្ងៃមួយនាងបានឆ្លុះកញ្ចក់ហើយឃើញស្រមោលស្រីម្នាក់សក់វែងអន្លាយឈរពីក្រោយខ្នងគាត់នាងនោះភ្នែកក្រហមឆ្អៅកំពុងសម្លឹងមកគាត់ទាំងកំហឹងនៅពេលនោះដែរគាត់បានស្រែកឡើងផ្អើលផ្ទះប៉ុន្តែនៅពេលលោកអរុណរត់មកដល់បែរជាមិនឃើញមានអ្វីឡើយលុះដល់ស្អែកឡើងលោកអរុណក៏បានទៅរកគ្រូទាយដ៏ល្បីម្នាក់គ្រូទាយគ្រាន់តែឃើញមុខលោកអរុណក៏ស្រែកប្រាប់ភ្លាមថាទៅវិញទៅផ្ទះឯងសង់លើមឈូសស្ដេចខ្មោចចម្បាំងបុរាណហើយព្រលឹងគេខឹងខ្លាំងណាស់គេមិនអោយអ្នកណាម្នាក់រស់ក្នុងតំបន់គេឡើយលោកអរុណចាប់ផ្ដើមភ័យខ្លាចហើយត្រឡប់មកផ្ទះវិញដើម្បីរកវិធីដោះស្រាយតែគ្រប់យ៉ាងវាហាក់ដូចជាហួសពេលអស់ទៅហើយលុះដល់ថ្ងៃមួយកូនស្រីតូចរបស់លោកអរុណបានបាត់ខ្លួនចេញពីបន្ទប់ហើយបន្ទប់នោះក៏បានចាក់សោចិត្តលោកអរុណនិងអ្នកភូមិបានជួយគ្នាតាមរកពេញមួយយប់តែម្ដងរហូតដល់ព្រឹកឡើងទើបគេរកឃើញកូនស្រីនោះកំពុងអង្គុយលេងបៃលុកបៃឡនៅក្នុងព្រៃក្បែរដុំថ្មសិលាចារឹកដែលលោកអរុណបានយកទៅបោះចោលនៅទីនោះកូនស្រីលោកអរុណបាននិយាយទាំងភ័យខ្លាចថាតាខ្មៅទាញចាំងកូនមកទីនេះលុះបន្ទាប់ពីនោះមកនៅយប់មួយដែលមានភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានទឹកពណ៌ក្រហមដូចឈាមហូរចេញពីជញ្ជាំងប្រេះក្លិនឆ្អាបដូចឈាមភាយពេញផ្ទះនឹងធ្វើឲ្យគ្រួសារលោកអរុណពិបាកទ្រាំទ្រនឹងក្លិននោះខ្លាំងណាស់អំពូលភ្លើងនៅក្នុងផ្ទះចាប់ផ្ដើមភ្លឹបភ្លែតញាក់ហើយមានស្រមោលមនុស្សជាច្រើនបានលេចចេញមកឡោមព័ទ្ធផ្ទះនោះពេលនោះហើយវិញ្ញាណម្ចាស់ភ្នោបានបង្ហាញខ្លួនយ៉ាងច្បាស់ធ្វើឲ្យលោកអរុណដឹងខ្លួនថាគាត់បានប៉ះពាល់ដល់កន្លែងរបស់គេហើយលុះដល់ស្អែកឡើងលោកអរុណបាននិមន្តព្រះសង្ឃនិងគ្រូមន្តអាគមមកធ្វើពិធីបញ្ចុះសពនិងសុំខមាទោសប៉ុន្តែនៅពេលគ្រូចាប់ផ្ដើមសូត្រមន្តអាគមស្រាប់តែមានខ្យល់កន្ត្រាក់បោកបោកចូលក្នុងផ្ទះយ៉ាងខ្លាំងធ្វើឲ្យទៀនធូបរលត់អស់រលីងគ្រូអាគមក៏ស្រាប់តែក្អួតឈាមហើយនិយាយថាវិញ្ញាណនេះខ្លាំងណាស់គេមិនទទួលការសុំទោសទេគេចង់បានជីវិតបដូរនឹងទីកន្លែងគេវិញគ្រួសារលោកអរុណបានសម្រេចចិត្តចាកចេញពីផ្ទះទាំងយប់ប៉ុន្តែនៅពេលពួកគេឡើងឡានប្រុងនឹងបញ្ឆេះចាកចេញពីទីនោះបែរជាឡានរបស់គាត់បញ្ឆេះមិនឆេះទៅវិញហើយទ្វារផ្ទះទាំងអស់ត្រូវបានបិទជិតដោយខ្លួនឯងពួកគេត្រូវបានជាប់ឃុំនៅក្នុងផ្ទះដ៏រន្ធត់នោះសំឡេងសើចក៏ក្អឹករបស់ព្រលឹងខ្មោចបានបន្លឺឡើងគ្រប់ទិសទីហើយឥដ្ឋការ៉ូក្នុងផ្ទះចាប់ផ្ដើមប្រេះស្រុតចុះក្រោមដូចជាដីកំពុងលេបត្របាក់ពួកគេទាំងរួលុះដល់ព្រឹកឡើងអ្នកភូមិបាននាំគ្នាមកមើលផ្ទះនោះស្រាប់តែឃើញផ្ទះដ៏ស្រស់ស្អាតប្រែក្លាយទៅជាផ្ទះចាស់ទ្រុឌទ្រោមដូចជាសាងសង់ចោលរាប់រយឆ្នាំទៅវិញគ្រួសារលោកអរុណត្រូវបានគេរកឃើញថាបានស្លាប់បាត់បង់ជីវិតទាំងអស់គ្នាដោយសាកសពពួកគេមើលទៅមានសភាពស្ងួតក្រៀមដូចជាខ្មោចឆៅចាប់តាំងពីថ្ងៃនោះមកគ្មានអ្នកណាម្នាក់ហ៊ានទៅក្បែរទីនោះទៀតឡើយហើយផ្ទះនោះត្រូវបានគេហៅថាផ្ទះភ្នោបុរាណដែលនៅមានព្រលឹងចាំយាមល្បាតនៅទីនោះមិនឲ្យអ្នកណាម្នាក់ទៅបៀតបៀនរហូតដល់សព្វថ្ងៃតើបងប្អូនយល់យ៉ាងណាចំពោះរឿងនេះ
បើជាបងប្អូនវិញតើបងប្អូនហ៊ានទៅនៅផ្ទះនោះបន្តទៀតទេសូមខមមិនម្នាក់មួយនៅខាងក្រោមផងអរគុណជម្រាបលាជួបគ្នានៅរឿងថ្មីក្រោយទៀត